ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើពងទាចៀនឆាម្រះព្រៅចាមុខម្ហូបនេះគឺជាមុខម្ហូបដែលងាយស្រួលធ្វើហើយគ្រឿងផ្សំតិចហើយក៏អស់លុយតិចដែរបងប្អូនតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាដំបូងនេះខ្ញុំមកបុកខ្ទឹមសហើយនឹងម្ទេសបងប្អូនម្ទេសនេះខ្ញុំមានម្ទេសម៉ាឡេហើយនឹងម្ទេសដៃនាងលាយគ្នាបងប្អូននេះខ្ញុំដាក់ម្ទេសម៉ាឡេដើម្បីកុំឲ្យឆាម្រះព្រៅវាមានរសជាតិហឹរពេកណាឥឡូវបុកបានប៉ុណ្ណឹងហើយនេះខ្ញុំដូរវាទុកម្លាយសិនព្រោះនេះខ្ញុំចាក់ប្រេងឆាចូលក្នុងខ្ទះដាំទុកឲ្យវាក្តៅសិនណាបងប្អូនពេលដែលយើងចៀនពងទាហ្នឹងគឺត្រូវប្រើប្រេងឆារៀងក្តៅបន្តិចបានចៀនទៅវាស្រួយខាងក្រៅបងប្អូនចំណែកពងទានេះខ្ញុំដាក់ចំនួន5គ្រាប់ហើយខ្ញុំគោះដាក់ចានម្ដងមួយគ្រាប់អញ្ចឹងមកព្រោះចាំយកទៅចៀនឲ្យពងទាហ្នឹងវាស្រួយនេះខ្ញុំយកចិត្តស្រួយបងប្អូនពេលយើងដាក់ភ្លើងខ្លាំងទៅវាស្រួយខាងក្រៅហើយខាងក្នុងវារៀងជាប់នៅហើយខ្ញុំនឹងបន្តចៀនពងទារហូតដល់អស់បន្ទាប់ពីចៀនពងទាបានអិនរួចរាល់ហើយនេះខ្ញុំយកខ្ទឹមសនិងម្ទេសបានបុកមុនហ្នឹងយកមកឆាឲ្យឈ្ងុយសិនហើយខ្ញុំផ្សំរសជាតិដោយដាក់ស្ករចំនួន1 ស្លាបព្រាបាយប៊ីចេង1 ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវចំនួន3 ស្លាបព្រាបាយហើយនិងប្រេងខ្យងចំនួន2 ស្លាបព្រាបាយបងប្អូនចង់ដាក់ទឹកអំពិលទុំក៏បានដែរណាតែខ្ញុំដាក់ទឹកធម្មតាតែខ្ញុំថែមទឹកធម្មតានឹងចូលដើម្បីកុំឲ្យឆានេះវាកកទៅវាខ្លោចហើយខ្ញុំឃើញថាវារៀងកកបន្តិចនេះខ្ញុំបន្ថែមទឹកយើងធម្មតាចូលបន្តិចទៀតហើយចាក់ពងទាដែលបានចៀនឆ្អិនហើយនឹងចូលមកបងប្អូនហើយពេលនេះយើងបើកភ្លើងតិចបានហើយដើម្បីឲ្យពងទាហ្នឹងវាចូលជាតិបានល្អជាមួយនឹងគ្រឿងហ្នឹងណាបងប្អូនបន្ទាប់ពីពងទាហ្នឹងវាចូលជាតិបានល្អហើយខ្ញុំដាក់អំរះព្រៅចូលតែម្ដងហើយឆាពី3ត្រឡប់ល្មមតែអំរះព្រៅហ្នឹងវារៀងស្លោកមកបងប្អូនហើយចំពោះរសជាតិពងទាចៀនឆាម្រះព្រៅនេះដែររៀងចេញជារៀងផ្អែមបន្តិចបងប្អូនមិនចូលចិត្តផ្អែមបងប្អូនអាចថែមថយរសជាតិទៅតាមហ្នឹងណាតែឡើយគឺរួចរាល់ហើយការពងទានឹងមើលខាងក្នុងទៅគឺថាជាប់នៅខាងក្នុងឆ្ងាញ់មែនទេបងប្អូនចឹងបងប្អូនអាចសាកល្បងធ្វើហូបបានអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ឲ្យត្រឹមហ្នឹងហើយបងប្អូនភ្លេចចុច Share និង Follow Page ខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា